ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះបងជួបជាមួយអ្នកគ្រូបន្តទៀតដែលអ្នកគ្រូគឺជាគ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី5ហើយថ្ងៃនេះផងដែរយើងសិក្សានៅក្នុងមេរៀនទី9ដដែលដែលមានចំណងជើងថាវិធីបូកវិធីដកចំនួនទស្សភាគប៉ុន្តែយើងនៅក្នុងវិធីបូកនៅឡើយទេអត់ទាន់ចូលដល់វិធីដកទេវីដេអូក្រោយអ្នកគ្រូនឹងចូលទៅប្រមាណវិធីដកអីអញ្ចឹងប្រមាណវិធីបូកថ្ងៃនេះយើងនឹងធ្វើបូកច្រើនតង់ខុសពីលំហាត់មុនអញ្ចឹងការបូកចំនួនទស្សភាគតាមខ្ទង់យើងធ្វើបានលំហាត់ច្រើនតែតើតើជាមួយនឹងប្រមាណវិធីបូកតាមខ្ទង់យើងបូកជួយឈរក៏មានជួរដេកក៏មានប៉ុន្តែថ្ងៃនេះខុសផ្លៃត្រង់ជួរដេកប៉ុន្តែមាន2 3តង់ទៅអញ្ចឹងយើងបូកច្រើនបន្តិចហើយលំហាត់របស់យើងនេះគឺយកចេញពីសភៅពុំថ្នាក់ទី5បងប្អូនអាចមើលបានចឹងនៅក្នុងការបូកចំនួនទស្សភាគតាមខ្ទង់នោះបងប្អូនមើលនៅក្នុងសភៅពុំថ្នាក់ទី5ទំព័រទី53អញ្ចឹងអ្នកគ្រូយកតែ5លំហាត់មកទេលំហាត់ទាំងអស់មានដល់ទៅ8លំហាត់ប៉ុន្តែយើងធ្វើតែ5បានហើយទុកលំហាត់ផ្សេងទៀតបងប្អូនរៀនធ្វើខ្លួនឯងអញ្ចឹងបងប្អូនមើលអ្នកគ្រូបញ្យល់ហើយយកទៅធ្វើខ្លួនឯងបញ្ចប់តោះអញ្ចឹងគេឲ្យយើងធ្វើប្រមាណវិធីបូកអញ្ចឹងពាក្យថាប្រមាណវិធីយើងត្រូវធ្វើជាជួរឈរបងប្អូនចាំប្រមាណវិធីបងប្អូនត្រូវធ្វើជួរឈរអាចជួរដេកនេះមិនអាចឃើញចម្លើយបានទេអញ្ចឹងប្រមាណវិធីយើងត្រូវធ្វើឲ្យគេដាក់ខាងក្រោមលំហាត់មកកត់ប្រធានហើយយើងត្រូវធ្វើប្រមាណវិធីឲ្យគេឃើញថាចម្លើយស្មើប្រមាណយើងធ្វើឃើញហើយចាំដាក់ចម្លើយនៅកន្លែងនេះអញ្ចឹងអ្នកគ្រូដាក់ប្រមាណវិធីនៅកន្លោះនេះបងប្អូនអាចមើលបានការកែជាមួយនឹងការបូកជាប្រមាណវិធីជួរឈរឥឡូវអ្នកគ្រូចាប់ផ្ដើមធ្វើលំហាត់កអញ្ចឹងលំហាត់កមាន3តង់នេះប៉ុន្តែយើងមិនអាចបូកម្ដង3ទេយើងបូកតែ2សិនបានហើយព្រោះបូក3អាចច្រើនពេកច្រឡំបងប្អូនចេះហើយដាក់បូកទាំង3ក៏បានដែរបងប្អូនចេះហើយបូកទាំង3ក៏បានដែរប៉ុន្តែដកអាចដកទាំង3បានទេដកតែ2សិនបានហើយតែបូកអាចបូកទាំង3បានបងប្អូនស្ទាត់អញ្ចឹងឥឡូវយើងបូកតែ2សិនទៅកុំឲ្យយើងពិបាកសម្រាប់អ្នកដែលសូវចេះអាចមើលមួយសិនកុំឲ្យច្រើនពេកអញ្ចឹងអ្នកគ្រូដាក់ប្រមាណទីជួយឈរ 16.78 បូកជាមួយនឹង 24.05 24.05 អញ្ចឹងគឺយើងទៅសេបែបហ្នឹងទៅសេឲ្យចំសញ្ញាចុចឲ្យចំខ្ទង់របស់វានេះចុចឲ្យចំចុចដោយសារយើងបូកត្រូវបូកទៅត្រូវទម្លាក់សញ្ញាចុចទៅក្រោមអញ្ចឹងត្រូវការទៅសេឲ្យចំសញ្ញាចុចរបស់វាតោះអញ្ចឹងឥឡូវយើងចាប់ផ្ដើមបូកមក8បូក5ស្មើប៉ុន្មាន8បូក5ស្មើ13សរសេរលេខ3ត្រាទុក1 1បូក7ស្មើ8 8បូក0ក៏8ដែរសញ្ញាចុចយើងទម្លាក់នេះជាមូលហេតុដែលអ្នកគ្រូចង់ឲ្យយើងដាក់សញ្ញាចុចឲ្យចំគ្នាព្រោះយើងត្រូវការទម្លាក់ចុះក្រោមឲ្យចំសញ្ញាចុចហ្នឹងហើយមួយទៀត6បូក4ស្មើប៉ុន្មាន6បូក4ស្មើ10សរសេរលេខ0ត្រាទុក1 1បូក1ស្មើ2 2បូក2ស្មើ4អញ្ចឹងចម្លើយរបស់គេស្មើ 40.83 ជាចម្លើយអត់ទាន់ទេយើងត្រូវការបូកមួយទៀតបូកមួយតង់ទៀតបានឃើញចម្លើយពិតប្រាកដនេះយើងបូកបានតែ2នៅសល់មួយទៀតអញ្ចឹងមួយទៀតយើងត្រូវបូកមិនទៅដោយសារតែលេខនេះខុសគេ120អានេះគេមានតែ2ខ្ទង់ឯប៉ុន្តែខាងមុខក្បៀសមានដល់ទៅ3ខ្ទង់អញ្ចឹងប្រហែលខ្ទង់ក៏ដោយបងអូនត្រូវដាក់ក្បៀសឲ្យចំគ្នាក្បៀសហាមខុសកន្លែងរបស់វាអញ្ចឹងលេខរបស់យើងសល់ប្រហែលដាក់ទៅមុខដាក់ទៅក្រោយទៅអញ្ចឹងអ្នកគ្រូចុចក្បៀសមុនក្បៀសនៅកន្លែងនេះអញ្ចឹងបន្ទាប់ពីនៅខាងមុខក្បៀសនេះលេខប៉ុន្មានខ្លះលេខ0លេខ2លេខ1អញ្ចឹងសរសេរដេញពីស្ដាំមកលេខ0លេខ2លេខ1អញ្ចឹងឃើញថាលេខ1ហ្នឹងវាលើសគេមួយមុខលើសក៏លើសទៅអត់ខុសទេគឺយើងសរសេរបែបហ្នឹងហើយ91នៅខាងក្រោយនេះយើងទៅសរសេរឲ្យបានអញ្ចឹងបានបូកទៅត្រូវទៅយើងសរសេរលេខ1ក្រោមលេខ4ដេញទៅនោះសញ្ញាក្បៀសប្រកាសជាខុសខ្ទង់របស់វាការបូករបស់យើងក៏ខុសដែរអញ្ចឹងក្បៀសដាក់ឲ្យចំខ្ទង់របស់វាខាងលើកន្លែងណាខាងក្រោមកន្លែងហ្នឹងដែរអញ្ចឹងលេខ1នេះហួសមកមុខក៏ហួសទៅអត់ខុសទេយើងបូកធម្មតាតោះចាប់ផ្ដើមបូក3បូក1ស្មើ4 8បូក9ស្មើ17សរសេរលេខ7ត្រាទុក1ត្រាទុកឆ្លងក្បៀសបានអត់បញ្ហាទេបូកដកធម្មតាខុសតាក្បៀសហ្នឹងគឺយើងទម្លាក់ចុះក្រោមកន្លែងនេះ1បូក0ស្មើ1 4បូក2 6លេខ1ទម្លាក់ចុះអញ្ចឹងចម្លើយសរុបឃើញហើយគឺ 161.74 ចម្លើយហ្នឹងគឺជាចម្លើយចុងក្រោយហើយ
ស្មើនឹង161.74ឃើញអត់នឹងគឺជាចម្លើយរបស់វាអញ្ចឹងលំហាត់កយើងបូកចប់ហើយឥឡូវចូលដល់លំហាត់ខម្ដងលំហាត់ខគេមានចំនួនប្រមាណខ្លះបូកចូលគ្នា26.12បូកជាមួយនឹងប្រមាណទៅ45.10អូខេយើងបូក2សិនបានហើយបងអូនចង់បូកទាំង3ក៏បានដែរត្រូវដូចគ្នាតែខ្លាចពិបាកបងអូនពិបាកគិតច្រើនតង់ពេកអញ្ចឹង2បូក0ស្មើ2 1បូក1ក៏ស្មើ2ក្បៀសទម្លាក់ចុះ6បូក5 11សរសេរលេខ1ត្រាទុក1 1បូក2 3 3បូក4ស្មើ7ប៉ុណ្ណឹងដោយសារតែ2ខ្ទង់ដូចគ្នាមុខក្បៀសហើយអញ្ចឹងដាក់ទៅត្រូវគ្នាខុសទេតោះបូកជាមួយនឹងចុងក្រោយ78.50អញ្ចឹង2ខ្ទង់ដែរដាក់ទៅស្មើគ្នាល្អហើយអត់មានលើសអត់មានខ្វះទៅណាទេ78.50ហើយយើងបូកចូលគ្នា2បូក0 2 2បូក5 7សញ្ញាចុចតម្លាក់ឲ្យចំក្បៀសរបស់វាមក1បូក8ស្មើ9 7បូក7ស្មើ14អញ្ចឹង14គឺដាក់14តែម្ដងដោយសារអត់មានត្រាទុកទីទេអស់ខ្ទង់ត្រឹមហ្នឹងហើយអញ្ចឹងចម្លើយរបស់យើងស្មើនឹង149.72ចម្លើយចុងក្រោយអូខេយើងធ្វើចប់2ហើយដោយសារតែអ្នកគ្រូត្រូវការយកកន្លែងធ្វើទៀតអ្នកគ្រូលុបចោលសិនបងអូនណាចង់កត់អាចកត់ចូលបានទាំងពីរហ្នឹងកត់ហើយចាំបន្តវីដេអូទៀតតែអ្នកគ្រូលុបហើយធ្វើប្រហែលនាទីបន្តឲ្យណាដោយសារយើងអត់មានកន្លែងធំចឹងលុបយើងធ្វើតធ្វើតលំហាត់គោតោះលំហាត់គោមានអីប្លែកអញ្ចឹង2ខ្ទង់នេះយើងបូកចូលគ្នាសិនមកបានណា45.7បូកជាមួយនឹង10.25អូខេយើងបូកចូលគ្នាណាអញ្ចឹងដោយសារតែខាងលើមានតលេខ7មួយទេបើមានអញ្ចឹងយើងត្រូវការថែម0ទៅគ្រប់ឲ្យវាគ្រប់ខ្ទង់របស់វាអញ្ចឹងខាងលើលេខ5អត់មានយើងអាចថែម0បានដើម្បីប្រគ្រប់ខ្ទង់ណាអញ្ចឹងអ្នកគ្រូថែមលេខ0នៅកន្លែងនេះថែមបានហើយយើងចាប់ផ្ដើមបូកថែមឲ្យគ្រប់ខ្ទង់របស់វាឲ្យបូកបានហើយ0បូក5នៅតែ5ទៅយើងថែមឬមិនថែមនៅតែ5ទេប៉ុន្តែយើងថែមទៅដើម្បីឲ្យស្រួលមើលព្រោះប្រហែលវិធីដកវាពិបាកជាងនឹងអញ្ចឹងយើងរៀនថែមមកហើយ7បូក2ស្មើ9ក្បៀសទម្លាក់ចុះ5បូក0ស្មើ5 4បូក1ស្មើ5ចម្លើយស្មើ55.95យើងត្រូវយកទៅបូកមួយទៀតគឺ8.6អញ្ចឹង8.6មានតែមួយខ្ទង់ទេមុខក្បៀសហ៎អញ្ចឹងយើងត្រូវការដាក់ក្បៀសឲ្យចំមុនគេខ្លាចតែយើងទៅសេទៅខុសខ្ទង់អញ្ចឹងក្បៀសនៅកន្លែងនេះមុខក្បៀសមានលេខ8ក្រោយក្បៀសមានលេខ6អញ្ចឹងមានតែប៉ុណ្្នឹងឯលេខគឺ8.6នៅចំកណ្ដាលអញ្ចឹងកន្លែងណាខ្វះយើងថែម0ទៅអត់អីទេថែម0បាននៅខាងមុខ1ខាងក្រោយ1ហើយយើងបូកចូលគ្នាថែមឲ្យពេញទៅបូកបាន5បូក0ស្មើ5 9បូក6ស្មើ15ត្រាទុក1ក្បៀសទម្លាក់ចោលហើយ1បូក5 6 6បូក8ស្មើនឹង14ចម្លើយស្មើ14សរសេរលេខ4ត្រាទុក1 1បូក5 6អញ្ចឹងចម្លើយចុងក្រោយ 64.55 64.55អូខេយើងនៅសល់មួយចុងអននៅសល់2ទៀតណាអញ្ចឹងយកអានេះសិនណាអានេះបូកតែ2ទេអញ្ចឹងខ្លីជាងខាងលើដោយសារខាងលើសិតតែ3ទាំងអស់តែខាងក្រោមតែ2ឯងអញ្ចឹងខ្លីឥឡូវយើងធ្វើលំហាត់ខោមិនទៅខ្លីវិញលំហាត់ភាគច្រើនអាមុនគេស្រួលជាងគេក្រោយគេពិបាកជាងគេប៉ុន្តែក្រោយគេទៅជាខ្លីជាងអញ្ចឹងខ្លីមិនប្រកាសថាស្រួលទេបើយើងរៀបត្រូវខ្ទង់គឺបូកទៅស្រួលតែបើយើងរៀបខុសក៏ខុសដែរអញ្ចឹងយើងទៅសេមុនគេគឺ153.12 153.12បូកជាមួយនឹង95
ឃើញថា95អត់មានកបៀទេចុះបើអត់កបៀអញ្ចឹងយើងទៅបោកនៅណាបើយើងបោកកបៀតែបើអត់កបៀធ្វើម៉េចបោកចូលគ្នាកើតអត់កើតយើងដាក់មុខកបៀលេខណាដែលអត់មានកបៀមានន័យថាវានៅខាងមុខកបៀទាំងអស់ខាងក្រោយកបៀអត់មានលេខទេអញ្ចឹង95នេះមានន័យថាវាជាផ្នែកគុតមានន័យថាវាមុខកបៀខាងក្រោយកបៀអត់មានលេខអញ្ចឹង95នេះសូមសរសេរចាប់ពីមុខកបៀមកអញ្ចឹងកន្លែងនេះគឺដាក់លេខ5ទៅសេពីស្ដាំមកគឺលេខ5ហើយលេខ9យល់អត់អញ្ចឹងបងអូនត្រូវចាំថាលេខណាដែលអត់មានកបៀបូកជាមួយលេខដែលមានកបៀយកដែលអត់លេខអត់កបៀហ្នឹងទៅសេនៅខាងមុខចាប់ពីលេខនៅខាងមុខនេះខាងមុខកបៀមកមុខអត់ទៅសេក្រោយកបៀទេសរសេរចាប់ពីខាងមុខកបៀមកយល់ហើយណាអញ្ចឹងចាប់ផ្ដើមបូកកន្លែងនេះវាសារអត់មានយើងអាចថែមកបៀហើយថែម0បានធម្មតាបើយើងគិតថាអូស្រឡះអញ្ចឹងយើងត្រូវការថែម0ថែមកបៀថែម0បានអញ្ចឹងដែលអ្នកគ្រូបានធ្វើពីវីដេអូមុនអ្នកគ្រូប្រាប់ថា0ក្រោយកបៀគ្មានន័យទេចង់ថែមក៏បានចង់លុបក៏បានអញ្ចឹង95នេះថែមកបៀថែម0ចម្លើយនៅតែ95មិនមែនអូលេខនឹងថែម0ទៅជាលេខច្រើននៅអត់ទេនៅតែជា95 0ក្រោយកបៀគ្មានន័យទេអញ្ចឹងបានប៉ុណ្ណឹងហើយយើងបូកបាន2បូក0ស្មើ2 1បូក0ស្មើ1បៀទម្លាក់ចុះ3បូក5ស្មើ8 5បូក9ស្មើនឹង14សរសេរលេខ4ត្រាទុក1 1បូក1ស្មើ2អញ្ចឹងចម្លើយប៉ុណ្ណឹងចប់ហើយគឺ248.12អូខេអញ្ចឹងសល់មួយទៀតចុងក្រោយមួយទៀតគឺលេខខាងមុខអត់កបៀវិញអញ្ចឹងវាផ្ទុយពីខាងលើឥឡូវអ្នកគ្រូលុបខាងលើសិនណាយើងអស់កន្លែងបន្តិចដាក់មួយទៀតចឹងខាងលើជាលំហាត់ងយើងទៅសេ248មុនមកគេឲ្យអីមុនយើងទៅសេលេខនឹងមុន248បូកជាមួយនឹង29.45អញ្ចឹងដោយសារតែលេខខាងលើអត់ក្បៀអញ្ចឹង29នេះគឺវានៅខាងផ្នែកអត់ក្បៀហើយដល់ពេលចុច45ហ្នឹងវានៅខាងក្រោយអញ្ចឹងមានន័យថាយើងទៅសេកន្លែង29នេះនៅកន្លែងនេះកន្លែងនេះលេខ9កន្លែងនេះចាប់ពីក្បៀសទៅនៅខាងក្រោយអត់ក្បៀសនៅខាងមុខនេះ29ណាលេខ9លេខ2ក្បៀស45យល់អត់អញ្ចឹងមានន័យថាលេខខាងលើអត់ក្បៀសទេអញ្ចឹងលេខដែលអត់ក្បៀសគឺលេខខាងមុខនេះគឺយើងដាក់ក្រោមគ្នាបានតែបើលេខក្បៀសនេះគឺយើងដាក់ទៅខាងក្រោយទៅព្រោះខាងនេះអាចថែមចេះបានខាងក្បៀសថែម0ទៅស្មើគ្នាហើយអញ្ចឹង29.54នេះ29គឺជាផ្នែកគុតយើងទៅសេក្រោមលេខនេះបាន29ទៅសេរៀបតាមខ្ទង់ពីស្ដាំទៅឆ្វេងទៅហើយលេខណាដែលក្បៀសគឺយើងដាក់ទៅក្រោយគេចុច54ព្រោះលេខនេះអត់ចុចអញ្ចឹងយកតែ29បានហើយក្រោមលេខនឹងលេខដែលមានចុចទៅសេទៅក្រោយបន្ទាប់មកយើងថែមខាងលើទៅថែមចុចហើយថែម0វិញដើម្បីស្មើគ្នាបន្ទាប់ពីស្មើហើយយើងបូកបានហើយតោះ0បូក4ស្មើ4 0បូក5ស្មើ5ក្បៀសទម្លាក់ចុះ8បូក9ស្មើ17សរសេរលេខ7ត្រាទុក1 1បូក4 5 5បូក2 7ដែរ2ទម្លាក់ចុះយើងអាចថែម0នៅនេះក៏បានដែរកុំឲ្យយើងថាទម្លាក់ចុះតែបូក0ទៅស្មើ2ដូចគ្នាទេអញ្ចឹងចម្លើយចុងក្រោយចប់អស់ហើយគឺ277.54ណា277.54អូខេចប់វីដេអូហ្នឹងអញ្ចឹងការបូកចំនួនទស្សភាគហើយច្រើនតង់ទៀត